ជំរាបសួរសួស្តីបងប្អូនទាំងគ្នាចាបងប្អូនទាំងគ្នាញ៉ាំមកដល់ទៀតហើយចាមុខម្ហូបសម្រាប់ថ្ងៃនេះផងដែរគឺខបងមាន់ជាមួយសាច់ជ្រូក3ជាន់បងប្អូនចាតោះទៅមើលពីវិធីធ្វើជាមួយខ្ញុំទាំងគ្នាចាបងប្អូននេះខ្ញុំមានពងមាន់ខ្ញុំដាក់ស្ងោរពងមាន់សិនចាហើយបន្ទាប់មកសាច់ជ្រូកដែលខ្ញុំស្រុះទឹកចាស្រុះទឹកហើយលាងសម្អាតចេញឲ្យស្អាតហ្នឹងចាហើយបន្ទាប់មកខ្ញុំយកមកដាក់ក្នុងឆ្នាំងដើម្បីរំលីងឲ្យសាច់ជ្រូករបស់ខ្ញុំហ្នឹងគឺចេញខ្លាញ់មកខ្លះបងប្អូនគ្នាដោយសារខ្ញុំប្រើសាច់ជ្រូក3ជាន់គឺសាច់ជ្រូក3ជាន់គឺមានខ្លាញ់ច្រើនអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងខ្ញុំដាក់រំលីងទៅរំលីងមកបែបនេះដើម្បីឲ្យសាច់ជ្រូកខ្ញុំឡើងក្រហមសិនហើយនឹងមានប្រេងចេញពីសាច់ជ្រូកយើងខ្លះហើយបាទខ្ញុំចាប់ផ្ដើមយកទៅដាក់ខចាបងប្អូនគ្នាធ្វើបែបហ្នឹងគឺធ្វើឲ្យសាច់ជ្រូករបស់យើងក្រហមហើយឡើងពេលដែលយើងធ្វើខទៅគឺឡើងឈ្ងុយតែម្ដងអញ្ចឹងណាបងប្អូនចាហើយអាសាគោខ្ញុំអាសាគោអញ្ចឹងណាបងប្អូនគ្នាបើមិនអាសាគោទេគឺច្បាស់ជាខ្លោចបាតហើយចាអញ្ចឹងសាច់ជ្រូកហ្នឹងគឺត្រូវរំលីងទៅរំលីងមកឲ្យទៅតារៀងឡើងក្រហមចាប់បន្តមកខ្ញុំលីងបណ្ដាខ្ញុំយកមាន់ចាយកមកបកបណ្ដាអញ្ចឹងណាបងប្អូនគ្នាចាល្មមតែសាច់ជ្រូកខ្ញុំឡើងក្រៀមគឺខ្ញុំបកពងមាន់ហើយដែរចាពងមាន់ហ្នឹងគឺទៅល្អណាស់បងប្អូនហើយស្រួលបកទៀតផងចាខ្ញុំបកម្ដងមួយរហូតដល់អស់ពងមាន់អញ្ចឹងណាបងប្អូនគ្នាគឺដោយសារខ្ញុំស្ងោររៀងយូរអញ្ចឹងអត់ពិបាកក្នុងការបកអីបងប្អូនបើសិនជាយើងស្ងោររហ័សនឹងស្រង់ចេញពេកគឺធ្វើឲ្យយើងរៀងពិបាកបកតិចគឺពងមាន់ថ្មីចាបកម្ដងមួយបងប្អូនចាគឺសបកពងមាន់គឺស្ដើងមែនតើបងប្អូនចាគឺរាល់ដងខ្ញុំខោពងទីទេចាដែលសារលើកនេះនៅផ្ទះមានពងមាន់ស្រាប់អញ្ចឹងយកពងមាន់យកមកដាក់ខចាគឺពងមាន់ខទៅអត់ស្វិតហើយរឹងដូចពងទីទេចាគឺពងមាន់ខរងាស់យូរក៏នៅតែទុនចានៅតែទុនឆ្ងាញ់ផងដែរចាហើយបន្ទាប់ពីខ្ញុំបកពងមាន់មួយហើយមួយទៀតរហូតដល់អស់ហ្នឹងចាបន្ទាប់ពីខ្ញុំបកអស់ហើយបានខ្ញុំចាប់ផ្ដើមយកទៅដាក់ខតែម្ដងបងប្អូនគ្នាចាគឺអាខាងក្រោមអញ្ចឹងគឺនៅរៀងជាប់សបកខែប៉ុនគឺស្រួលបកបងប្អូនគ្នាពងមាន់ចាសបកគឺស្ដើងតែម្ដងចាខ្ញុំដាក់ចំនួនច្រើនកប់ដែរបងប្អូនគ្នាចាប់តាមមកគឺខ្ញុំបកពងមាន់រួចហើយចាបន្ទាប់ពីបកពងមាន់រួចហើយបានខ្ញុំទៅរៀបចំដាក់ខគឺខ្ញុំដាក់ចូលតែម្ដងបងប្អូនគ្នានេះចាគឺឡើងក្រហមឆ្អិនចាវតែម្ដងបងប្អូនគ្នាចាខ្ញុំដាក់ខសាច់ជ្រូកចាហើយបានខ្ញុំចាក់ពងមាន់ចូលចាគឺដាក់តែមួយពុះគឺពងមាន់យើងឡើងក្រហមតែម្ដងចាអរគុណច្រើនសម្រាប់បងប្អូនទាំងគ្នាចាដែលបានទស្សនាវីដេអូញ៉ាំចាខពងមាន់ជាមួយសាច់ជ្រូក3ជាន់តាំងពីដើមរហូតដល់ចប់ផងចាអរគុណ